សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះនេះខ្ញុំនឹងមកបង្ហាញអំពីloop ដែល loop របស់យើងគឺមានពីរប្រភេទគឺ for loop ជាមួយនឹង while loop ហើយចំពោះloop ដំបូងដែលខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាគឺអំពី for loop យើងដឹងហើយថាដើម្បីបង្កើត for loop បានគឺយើងត្រូវតាំងនៅអត្ថមួយចំនួនដូចជាយើងតាំង e in range 10មានន័យថាយើងតាំងនៅក្នុង in range របស់វា10មករួចហើយបន្ទាប់មកយើង print វា print e មក e ដែលយើងបានតាំងហ្នឹងរួចហើយពេលយើង print ហើយយើងអាចធ្វើការ run វាបានចំពោះloop ដែលយើងបានបង្កើតឡើងហើយloop នេះគឺវាដើរពី0ទៅដល់លេខដែលយើងតាំងដូចជាយើងធ្វើពី10អញ្ចឹងវាដើរពី0សិនបើយើងចង់សាកឲ្យវាផ្ដើមពី0ទៅផ្ដើមពី1វិញគឺយើងអាចធ្វើវាដោយយើង add ពី1នៅខាងមុខហើយវានឹងដើរពី1រហូតដល់ហើយ loop នេះដែរគឺយើងអាចប្រើបានច្រើនប្រភេទដោយយើងពេលខ្លះយើងអាចប្រើវាជាដើម្បីកំណត់នៅលក្ខខណ្ឌណាមួយក្នុងការឲ្យវាបញ្ឈប់ដូចជាពេលខ្លះយើងអាចប្រើវានៅក្នុងកូដដែលយើងចង់ឲ្យវាចេញមកជាលេខគូលេខសេសតាមចិត្តយើងចង់ឧទាហរណ៍ដូចយើងប្រើវានៅក្នុង1 12មានន័យថាយើងផ្ដើមពីលេខ1ហើយloopវាមានចំនួន10លេខហើយយើងspace របស់វាគឺ2ពីលេខមានន័យថាបើយើងloopវា1 12ហើយយើង print e មកគឺមានន័យថាវាចេញលេខសេសមានន័យថាវាចេញ1រហូត1 3 5 7 9មានថាវាចេញលេខសេសហើយចំពោះ loop នេះដែរគឺយើងអាចប្រើបានទាំងstring ហើយនិង integer ដូចគ្នាដែរបើសិនជាយើងបង្កើតទៅជា string គឺយើងការ variable មួយដែលមានឈ្មោះថា text ឧទាហរណ៍ text ស្មើ snowman text ស្មើ snowman យើងប្រើដូចមុនមកយើងតាំង e មកយើងប្រើ for e in range length text ហើយយើងប្រើ length text ព្រោះយើងប្រើ length text គឺដើម្បីរាប់ចំនួន text ដែលយើងបានបង្កើតឡើង snowman មានចំនួន6អក្សរមានន័យថា length text គឺស្មើនឹង6អញ្ចឹងយើង print text e មកមានន័យថាយើង print អក្សរអក្សរដែលនៅក្នុង text e មានន័យថាបើសិនជាយើង print text e អញ្ចឹងវាចេញមកទៅជា snowman ដែលមានលក្ខណៈប្រឈរមានន័យថាវាចេញមកជាអក្សរ text ដែលយើងបានប្រកាសមុនហ្នឹងអញ្ចឹងហើយចំពោះ loop for loop គឺមានតែប៉ុណ្្នឹងឥឡូវយើងចូលមកដល់ while loop ម្ដងហើយចំពោះ while loop ក៏យើងអាចប្រើបានសម្រាប់ច្រើនប្រភេទដែរប៉ុន្តែលើកហ្នឹងគឺខ្ញុំលើកយកមកតែចំពោះ string និង integer ទេឥឡូវគឺយើងធ្វើពី integer មុនដោយយើងតាំង n ស្មើ0មានន័យថាដើម្បីឲ្យវាដាក់បានគួរតែតាំងនៅយើងគួរតែបង្កើតនៅ variable មួយ n ស្មើ0ហើយយើងប្រើ while loop while n តូចជាង10ហើយយើង print n មកហេតុអីខ្ញុំប្រើ n តូចជាង10ដោយសារតែពេលដែលយើងប្រើ n តូចជាង10គឺមានន័យថា n របស់យើងវាស្មើ0អញ្ចឹង0វាតូចជាង10ត្រូវហើយអញ្ចឹងយើង print n មក print n បាន0ហើយប៉ុន្តែយើងបើសិនជាយើង print តែ n មួយទេគឺវាអត់ចេញឲ្យយើងបានត្រឹមត្រូវទេយើងអាចប្រើ while loop បានគឺយើងត្រូវដាក់លក្ខខណ្ឌឲ្យវាបើមិនអញ្ចឹងទេវានឹងរ៉ាន់រហូតវានឹងដើររហូតមកគ្មានថ្ងៃឈប់ទេអញ្ចឹងយើងគួរតែប្រើលក្ខខណ្ឌរបស់វាដែលយើងប្រើលក្ខខណ្ឌ n បូកស្មើn ស្មើនឹង n បូក1មានន័យថាយើងយកចំនួនរបស់ n ហ្នឹងទៅបូក1បន្ថែមដើម្បីឲ្យវាអាច print បានដូច្នេះបើយើង print n មកគឺវាដើរដូចគ្នាជាមួយនឹង for loop ដែរវាចេញពី0រហូតដល់9ព្រោះវា start ចេញពី0ចំពោះ for loop ហើយនិង while loop ក៏យើងអាចប្រើនៅ condition បានដែរ variable n មួយដែលមានតម្លៃវាស្មើ0បន្ទាប់មកគឺយើងចូលទៅសរសេរនៅ loop ដែលយើងប្រើ while loop គឺតែដំបូងគឺយើងត្រូវប្រកាស variable មួយផ្សេងទៀតគឺយើងប្រកាសជា text យើងដាក់ឲ្យស្មើនឹងអីក៏បានដែរប៉ុន្តែខ្ញុំជ្រើសរើសឲ្យវាស្មើ snowman ហើយយើងប្រើ while loop មកយើងប្រើ while n តូចជាង len text ហើយដែលយើងប្រើតូចជាង len text បើសិនបើ n វាស្មើ0អញ្ចឹងពេលវាដើរ loop ដំបូងមកដំបូងហ្នឹងគឺវាត្រូវតែតូចជាង len text ហើយព្រោះ len text របស់យើង snowman វាមានចំនួន6អក្សរអញ្ចឹងវាមានចំនួន6លេខដូច្នេះ n ដែលយើងមានគឺយើងមាន0នៅពេលដែល loop ដំបូងគឺ loop ស្មើ0អញ្ចឹង0វាត្រូវតែតូចជាង6មិនអញ្ចឹងហើយដល់យើងប្រើ len ហ្នឹងគឺដើម្បីរាប់ចំនួន text ដែលយើងមានអញ្ចឹងហើយយើងនៅក្នុងនេះគឺយើងអាចដាក់នៅ condition បានដោយប្រើនៅ condition int text n ហ្នឹងមានន័យថាយើងប្រើ int ដើម្បីធ្វើឲ្យចំនួន text n ហ្នឹងគឺវាចេញមកជាលក្ខណៈអក្សរបើសិនបើយើងអត់ប្រើ int ទេ text ដែលយើងបង្កើតឡើងហ្នឹងគឺវាអត់ចេញទេអញ្ចឹងយើងដាក់លក្ខខណ្ឌវាមកដោយឲ្យ n បូកស្មើនឹង1ដើម្បីកំណត់នៅ
limit ដើម្បី limit នៅចំនួនលុបដែលយើងប្រើមានន័យថាបើសិនជាយើងចេះតែលុបទៅគឺវាអត់មានឈប់តែអញ្ចឹងហើយយើងគួរតែដាក់នៅ limit ដើម្បីកំណត់របស់វាហើយចំពោះ while loop ហើយនិង for loop អ្នកនរគ្នាអាចប្រើនៅមួយណាក៏បានដែរឲ្យតែអ្នកនរគ្នាគិតថាវាស្រួលហើយវាមាននៅលក្ខណៈផ្សេងៗទៀតច្រើនប៉ុន្តែចំពោះខ្ញុំអាចបង្ហាញបានប៉ុណ្ណឹងជាចុងបញ្ចប់សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់